ជំរាបសួរប្រិយមិត្តទូរទស្សនិកជនជាទីគោរពកញ្ញាមីសតិកាគឺជានិស្សិតដែលទើបតែបញ្ចប់ការសិក្សាពីសាលាបណ្ឌិតសភាយោធា West Point នៃសហរដ្ឋអាមេរិកបច្ចុប្បន្នកញ្ញាកំពុងតែបំពេញតួនាទីជាវរសេនីយ៍តូនៃកងពលតូចលេខ70នៃអគ្គបញ្ជាការកងយោធពលខេមរៈភូមិន្ទនៅថ្ងៃនេះកម្មវិធីយើងមានកិត្តិយសដែលបានជួបសម្ភាសន៍ដោយផ្ទាល់ជាមួយនឹងកញ្ញាតាក់ទងពីជីវប្រវត្តិនៃការសិក្សានិងកិច្ចខិតខំប្រឹងប្រែងរបស់កញ្ញារហូតទទួលបានលទ្ធផលគួរជាទីមោទនៈរហូតដល់ថ្ងៃនេះចា៎ដូច្នេះសូមជួបជាមួយកញ្ញាដូចតទៅជម្រាបសួរកញ្ញាចាជាកិច្ចចាប់ផ្ដើមនៃសំណួរនេះខ្ញុំសូមឲ្យកញ្ញាជម្រាបដល់ទស្សនិកជនរបស់យើងពីជីវប្រវត្តិសង្ខេបរបស់កញ្ញាតាំងពីកុមារភាពចា៎លោកឪពុកគាត់ឈ្មោះមិសផាណាគាត់ធ្វើការនៅមហាផ្ទៃក្នុងប៉ូលីសយើងហ្នឹងហើយអ្នកម្ដាយឈ្មោះយូចាន់ណាវីគាត់អត់មានធ្វើការទេប៉ុន្តែគាត់ធ្វើការច្រើនជាងគេដែលបណ្ដោះបណ្ដាលកូនទាំង3ហ្នឹងឲ្យធំចេះធំហើយមានបងប្រុសមួយឈ្មោះមេឃសុរតិកាដេវីតគាត់ហ្នឹងក៏បានចាប់ក៏បានចូលវិស័យយោធាដែរចូលមុនខ្ញុំប្រហែលជា3ឆ្នាំហ៎ហើយបងអូនមានខ្ញុំជាស្រីកដាលហើយមានបងអូនពៅម្នាក់បងប្រុសតែទៅបានទៅសាលាជាប់អាហារូបករណ៍ទៅសាលាបណ្ឌិតយោធា West Point ដែរតុំមកលេងវិញហ្នឹងនិយាយទៅខ្ញុំមិនដឹងថាចាប់ដើមតាំងពីទូចប៉ុណ្ណាទេប៉ុន្តែពេលអាយុ5ឆ្នាំខ្ញុំបានឱកាសទៅរៀននៅសហរដ្ឋអាមេរិកជាមួយឪពុកគាត់បានបួក Fulbright ពីស្ថានទូតអាមេរិកគាត់បានទៅរៀន2ឆ្នាំជាបួកជាន់ខ្ពស់ហើយពេលហ្នឹងហើយខ្ញុំបានរៀន2ឆ្នាំហើយខ្ញុំបានមកវិញមកនៅស្រុកខ្មែរតាំងពីពេលហ្នឹងទៅបានចប់វិទ្យាល័យនៅស្រុកខ្មែរយើងនៅសាលាអន្តរជាតិភ្នំពេញដល់ពេលហើយខ្ញុំក៏មកឡងពួកទៅរៀននៅសហរដ្ឋអាមេរិកនៅសាលាបណ្ឌិតយោធានៅ West Point ហ្នឹងទៅបងអញ្ចឹងកញ្ញាសូមរៀបរាប់បន្តិចមកថាតើយើងអាចធ្វើដូចម្តេចបានជាអាចចូលសិក្សានៅសាលាបណ្ឌិតសភាយោធា West Point នៃសហរដ្ឋអាមេរិកចាមានលក្ខណៈច្រើនណាស់ដើម្បីយើងត្រូវការនិយាយទៅដើម្បីយើងអាចប្រឡងទៅបានគឺត្រូវការលក្ខណៈច្រើនសំខាន់គឺកាយសម្បទាគេចង់ឲ្យយើងទោះបីមិនថាស្រីមិនថាប្រុសទេឲ្យរត់ឲ្យបានតាន់គេដូចឧទាហរណ៍ដូចគេឲ្យយើងរត់1គីឡូអញ្ចឹងទៅគេវាស់ម៉ោងយើងរត់បានលឿនប៉ុណ្ណាអីអញ្ចឹងទៅហើយទី2គឺភាសាពីព្រោះវិទ្យាអីក៏រៀនជាភាសាអង់គ្លេសដែរអញ្ចឹងភាសាអង់គ្លេសយើងត្រូវតែខ្លាំងហើយទី3គឺយើងត្រូវតែចប់ពីសាលាវិទ្យាល័យដែលមានសញ្ញាបត្រស្រួលបួរដូចខ្ញុំបានចប់ពីសាលាវិទ្យាល័យអន្តរជាតិហ្នឹងគឺគេទទួលស្គាល់ហើយទោះបីសាលាវិទ្យាល័យនៅស្រុកខ្មែរសាលាផ្សេងក៏ដោយក៏គេអាចទទួលស្គាល់ដែរប៉ុន្តែគឺយើងត្រូវតែច្បាស់លាស់ថាយើងបញ្ចប់ពីវិទ្យាល័យហ្នឹងមែនហើយសំខាន់គឺខ្លួនយើងគឺការដែលគេត្រូវការគឺខ្លួនយើងដែលយើងចង់ចូលដែលយើងខិតខំចង់ចូលខ្លួនឯងបើគេមើលថាយើងដូចគ្រាន់តែចង់ទៅរៀនចង់បានបួកទេយើងអត់ចង់ដូចមានការពិបាកអីទេគេមើលទៅគេដឹងគេសម្ភាសអញ្ចឹងទៅគេដឹងហ្មងចាអញ្ចឹងការដែលរស់នៅសាលា West Point នៃសហរដ្ឋអាមេរិកតើមានការលំបាកយ៉ាងដូចម្តេចដែរកញ្ញាព្រោះថាពេលដែលយើងចូលទៅដល់យើងគឺជាជនជាតិខ្មែរហើយនៅសាលានោះគឺមានចម្រុះជាតិសាសន៍ចាធម្មតាបងយើងទៅមុនដំបូងខ្ញុំនិយាយទៅខ្ញុំនឹកម្ហូបខ្មែរជាងគេអីបងអស់ការពិបាកខ្ញុំជាងគេគឺការហូបចុកហ្មងហើយធម្មតាយើងទៅផ្លែកន្លែងផ្លែកមនុស្សផ្លែកប្រទេសជាតិការពិបាកវាតែងតែមានហើយប៉ុន្តែសំខាន់បំផុតគឺការពិបាកដែលធំគឺធ្វើចិត្តយើងឲ្យបានថាយើងប្រឹងប្រែងយើងអត់ចេះអស់សង្ឃឹមថ្ងៃដែលពិបាកខ្លាំងទៅជួនកាលខ្ញុំនឹកឃើញថាទៅអត់រួចទេពេលនេះទៅអត់រួចទេគេក្នុងព្រៃអីទៅភ្លៀងពេញហ្នឹងអីទៅនឹកឃើញថាទៅលេងរួចហើយចប់2ឆ្នាំហើយសុំមកផ្ទះវិញហើយប៉ុន្តែការលំបាកបំផុតមិនមែនការលំបាកដូចទៅផ្លែកមនុស្សផ្លែកម្ហូបផ្លែកភាសាអីទៅគឺនៅក្នុងចិត្តយើងហ្មងសំខាន់គឺថាជួនកាលយើងចេះតែចង់អត់ជួនកាលយើងចេះតែចង់ព្រមអត់បានគឺយើងត្រូវតែចេះធ្វើចិត្តថាលំបាកមិនតិចទេប៉ុន្តែខំបាននេះជាការលំបាកដែលធំបំផុតដែលខ្ញុំបានជួបប្រទះគេទៅរៀនហ្នឹងបងចាអញ្ចឹងតើការប្រស្រ័យតាក់ទងជាមួយនឹងនិស្សិតផ្សេងដែលគាត់ចម្រុះជាតិសាសន៍មកពីជុំវិញពិភពលោកហ្នឹងតើមានការលំបាកទេហើយពួកគាត់រើសអើងជាមួយនឹងកញ្ញាទេព្រោះថានិយាយចំទៅយើងគឺមកពីប្រទេសដែលកំពុងតែអភិវឌ្ឍចាអត់ទេបងនិយាយទៅពួកគាត់ទទួល
ស្វាគមន៍ទាំងអស់គ្នាអត់មានអ្នកណាគេដែលរើសអើងនឹងពួកយើងទេសំខាន់គឺថាឲ្យតែយើងទៅដល់គេឲ្យយើងធ្វើអីបានគេឲ្យយើងរត់ជាមួយគេយើងរត់បានទៅដល់គេឲ្យយើងលោតវិឆាត់យើងលោតបានឆាត់យើងលោតបានទៅអត់មានអ្នកគេធ្វើអីយើងទេឲ្យតែយើងធ្វើបានដូចគេចាអញ្ចឹងកញ្ញាអាចរៀបរាប់ពីដំណើរការនៃការសិក្សាថាតើពីថ្ងៃច័ន្ទរហូតដល់ថ្ងៃអាទិត្យយើងសិក្សាអ្វីខ្លះហើយយើងសម្រាប់នៅពេលណាខ្លះហើយយើងទទួលការលំបាកយ៉ាងម៉េចដែរធម្មតាពីថ្ងៃច័ន្ទទៅដល់ថ្ងៃអាទិត្យបើថាក្នុងរង្វង់ពេលរៀនធម្មតាគឺពេលបន្លំយើងតែងតែងើបវឹកហាត់ជាមួយក្រុមហើយក្រុមវាមានច្រើនណាស់ពីព្រោះនៅសាលាហ្នឹងដូចជាសាលាធម្មតាតែគេមានប្រកួតកីឡាហើយបើយើងមានក្រុមកីឡាយើងចូលទៅវឹកហាត់ជាមួយក្រុមកីឡាហើយប៉ុន្តែបើយើងអត់យើងវឹកហាត់ជាមួយក្រុមដែលគេចែកឲ្យយើងទៅវឹកហាត់ជាមួយប្រហែលជាម៉ោង5ទៅម៉ោង6កន្លះ7អីទៅយើងចូលវឹកហាត់ម៉ោង7ធម្មតាយើងហូបបាយជុំគ្នាគេតម្រង់ជួរចោះឈ្មោះហូបបាយជុំគ្នាប៉ុណ្ណឹងហើយបើយើងចូលរៀនពីម៉ោង7កន្លះម៉ោង7កន្លះទៅដល់ម៉ោង4ថ្ងៃត្រង់បង្ចេញការសិក្សាដល់ពេលចេញហើយធម្មតាគេមានការវឹកហាត់បន្តិចតួចទៀតមុនហូបបាយល្ងាចដល់ពេលហូបបាយល្ងាចហើយគេទុកពេលឲ្យយើងធ្វើកម្មវិធីសម្រាប់ស្អែកទៀតពីព្រោះនិយាយទៅយើងរៀនក្នុងថ្នាក់អត់អស់ទេគ្រូដាក់ការងារទៅឲ្យផ្ទះច្រើនហើយពេលដែលដាក់ជួនកាលហ្នឹងគាត់អត់គិតថាថ្នាក់ផ្សេងដាក់ដែរអញ្ចឹងទេជួនកាលសិស្សពួកខ្ញុំហ្នឹងដល់ម៉ោង2ម៉ោង3ភ្លឺជួនកាលមិនបានគេងដល់សារធ្វើកិច្ចការឲ្យពួកគាត់ប៉ុន្តែនិយាយទៅជាមួយយ៉ាងដែរពីពួកគាត់ឲ្យពួកខ្ញុំខំហើយយើងបានចុះកម្មសិក្សានៅកន្លែងណាខ្លះដែរកញ្ញាខ្ញុំបានចុះកម្មសិក្សាមកគេបានបញ្ជូនខ្ញុំទៅទូទាំងប្រទេសទូរដ្ឋអាមេរិកគេបញ្ជូនទៅគ្រប់កន្លែងហ្នឹងបងទៅសាលាផ្សេងគេបញ្ជូនឲ្យយើងទៅរៀនជាមួយសិស្សផ្សេងមកទឹក2អីទៅដូចទៅ Washington DC ទៅ Georgetown ទៅ Columbia នៅ New York ហ្នឹងដែរហើយពេលបវិស្មកម្មមុនខ្ញុំបានប្រើពេលហ្នឹងមកចុះកម្មសិក្សានៅកន្លែងកាត់ទោសខ្មែរក្រហមយើងហ្នឹងនឹងច្បាប់អន្តរជាតិខ្ញុំបានមកស្រុកខ្មែរយើងដែរចាឲ្យចំទៅគឺថាការសិក្សាផ្នែកជំនាញដែលកញ្ញាបានទទួលនេះគឺមិនមែនជាការងាយស្រួលទេសម្រាប់កញ្ញាផ្ទាល់តើបងប្អូននៅក្នុងក្រុមគ្រួសារតើមានអ្នកណាខ្លះដែលអាចមានជំនាញជាយោធាដូចកញ្ញាទេចាតាមថាប៉ាគាត់ធ្វើប៉ូលីសទេប៉ុន្តែបងប្រុសខ្ញុំគាត់ចេញពីរៀនហើយគាត់ធ្វើខាងយោធាដែរខ្ញុំក៏ប្រឡងបានបួកជាប់ទៅ West Point ទៅក៏ចូលទៅខាងយោធាដែរឥឡូវបងប្រុសបានប្រឡងជាប់បួកចូលទៅ West Point ដែរក៏យោធាទាំង3អ្នកបងប្អូនកញ្ញាខ្លះមានគិតថាចម្លែកទេដែលយើងជាស្ត្រីហើយនឹកឃើញថាចង់ទៅរៀនជំនាញផ្នែកយោធាតែភាគច្រើនយោធាគឺច្រើនតែជាបុរសណាចានិយាយទៅសម្រាប់ខ្លួនខ្ញុំអត់ចម្លែកទេប៉ុន្តែខ្ញុំមានមនុស្សច្រើនណាស់ដែលពេលខ្ញុំមកវិញគេសួរខ្ញុំដែរគេថានឹកឃើញមិនគិតទៅឃើញអញ្ចឹងខ្ញុំថានឹកឃើញចង់ប៉ុន្តែសំខាន់គឺខ្ញុំតាំងពីទូចមកធំខ្ញុំតែងតែចូលចិត្តកីឡាខ្ញុំតែងតែចូលចិត្តលេងបាល់ខ្ញុំលេងបាល់ទាត់បាល់បោះតាំងពីធំមកចប់វិទ្យាល័យហើយក៏នៅតែចង់លេងហើយខ្ញុំនឹកឃើញថាបើខ្ញុំទៅរៀនសាលាធម្មតាក៏ខ្ញុំអត់បានអញ្ចឹងតើខ្ញុំទៅរកខ្លួនឯងខ្ញុំអត់មានជីវិតខ្ញុំអញ្ចឹងវាអស់ទៀតហើយដល់ពេលយើងធំបាត់ទៅលេងបានតែលេងបាល់ទៅអីអញ្ចឹងទៀតក៏នឹកឃើញថាចូលចិត្តហ្មងចូលចិត្តវិស័យយោធាចូលចិត្តនិយាយទៅឆ្ងាយវិស័យយោធាពីព្រោះជាវិស័យមួយដែលបម្រើប្រទេសជាតិឆ្ងាយថាវិស័យហ្នឹងគឺលះបង់ខ្លួនឯងអ្នកខ្លះលះបង់ទៅបម្រើប្រទេសជាតិដល់ឆ្ងាយការពារព្រំដែនអីទាំងអស់ហ្នឹងជាភាពមួយដែលខ្ញុំចង់បាននៅក្នុងជីវិតក៏គិតថាត្រូវតែល្អម្យ៉ាងដែរបើខ្ញុំចូលក៏ខ្ញុំវាអត់អីដែរវាធ្វើបានចាបងនិយាយទៅការសិក្សានៅទីនោះតើមានស្ត្រីចំនួនប្រមាណអ្នកដែរហើយសម្រាប់ចំនួនកញ្ញាហ្នឹងតើជនជាតិខ្មែរយើងបានទៅសិក្សានៅទីនោះប្រមាណអ្នកដែរចាចាប់ពីឆ្នាំ1998ទៅមានតែអាដាមហ៊ុនម៉ាណែតទេដែលជាបុត្ររបស់នាយករដ្ឋមន្ត្រីព្រះរាជាណាចក្រកម្ពុជាយើងហ្នឹងហើយកន្លងទៅប្រហែលជាជាង10ឆ្នាំជាងហ្នឹងមានតែខ្ញុំមួយទៀតដែលជាសញ្ជាតិខ្មែរហើយឆ្នាំមុនបានប្អូនបើជាប់បានបួកទៅនឹងដែរទៅបានគេដែលជាអ្នកទី3ពីកម្ពុជាទៅ
ហើយសម្រាប់ស្ត្រីនៅរៀននៅសាលាហ្នឹងប្រហែលជា15%ដែលជាមនុស្សស្រីខាងពីហ្នឹងសិតតាមមនុស្សប្រុសប៉ុន្តែជាចម្លោះជាតិមកគ្រប់ទូទាំងប្រទេសមកទីហ្នឹងចាអញ្ចឹងតើការសិក្សានៅទីនោះមាននិស្សិតណាដែលគាត់រៀនបានពាក់កណ្ដាលហើយគាត់គិតថាលំបាកពេកគឺពួកគាត់ឈប់ទេកញ្ញាចាភាគច្រើនគឺឆ្នាំទី1ដែលជាឆ្នាំដែលគេឈប់ច្រើនជាងគេបង្អស់ពីព្រោះឆ្នាំទី1យើងចូលទៅគេលុតដំយើងជាងអីទៅទៀតគេប្រើដូចយើងតាមចូលមកមុនដំបូងគេរបៀបប្រើវិធីធ្វើបាបចង់ដឹងថាយើងធ្វើបានឬក៏អត់ហើយដូចបងអូនបើអញ្ចឹងទៅវាពិបាកពេកទៅចេះលូដែរប៉ុន្តែឆ្នាំទី1ហ្នឹងហើយដែលភាគច្រើនប្រហែលជា10%ដែលគេឈប់រៀនហ្នឹងគឺចេញពីឆ្នាំទី1ទាំងអស់ចាអញ្ចឹងសូមកញ្ញាជួយរៀបរាប់បន្តិចមករហូតមកដល់ពេលបច្ចុប្បន្ននេះតើកញ្ញាបានបញ្ចប់ការសិក្សាទៅលើផ្នែកអីខ្លះក្រៅពីបញ្ចប់ការសិក្សានៅសាលា West Point ហើយបានទៅសិក្សានៅប្រទេសណាខ្លះដែរតាំងពីរៀននៅ West Point មកខ្ញុំបានបញ្ចប់បញ្ញាច្បាប់អន្តរជាតិមួយនិងបញ្ញាប្រវត្តិសាស្ត្រអន្តរជាតិប៉ុន្តែនិយាយទៅតាំងពីប្រវត្តិសាស្ត្ររៀនសូត្រមកខ្ញុំបានតែទៅរៀននៅអាមេរិក4ឆ្នាំហ្នឹងទេហើយប្រហែលទេខ្ញុំរៀននៅស្រុកខ្មែរទាំងអស់ក្រៅពីពេលតូចទៅជាមួយប៉ាពេលអាយុ5ឆ្នាំហ្នឹងចាអញ្ចឹងចំពោះកញ្ញាផ្ទាល់តើកញ្ញាយល់យ៉ាងដូចម្តេចដែរចំពោះអាជីពជាកងទ័ពហើយនិងជីវិតជាកងទ័ពសំខាន់អាជីពជាកងទ័ពហើយជីវិតជាកងទ័ពគឺមានន័យជាងខ្ញុំគិតថាអាជីពផ្សេងទៀតពីព្រោះយើងលះបង់ខ្លួនដើម្បីប្រទេសជាតិអាជីពជាកងទ័ពពិតថាពិបាកខ្លួនមែនរស់នៅរត់មកពេលព្រលឹមដើម្បីធ្វើការឲ្យកងទ័ពមែនប៉ុន្តែយើងមិនដាច់ជាតិអញ្ចឹងទៅខ្ញុំគិតថាជាវិស័យមួយដែលគួរបង្កើនឡើងដើម្បីឲ្យកូនខ្មែរយើងចូលឲ្យបានច្រើនជាងឥឡូវហ្នឹងចានិយាយទៅថាទូនីតិពេលបច្ចុប្បន្ននេះកញ្ញាគឺជាប្រសេនីយ៍តូអញ្ចឹងតើកញ្ញាមានការចាប់អារម្មណ៍ជាមួយទូនីតិយ៉ាងដូចម្តេចហើយតើកញ្ញានឹងបញ្ញាចិត្តយ៉ាងដូចម្តេចដែរបន្ទាប់ពីកញ្ញាទទួលបានបទពិសោធន៍យ៉ាងរឹងមាំពីក្រៅប្រទេសហើយចូលមកបម្រើនៅក្នុងវិស័យកងទ័ពនៅកម្ពុជានិយាយទៅទូនីតិពេលនេះគឺទូនីតិសមខ្លួនឲ្យចេះការងារសិនឯងពីព្រោះខ្ញុំតាមចាប់ពីរៀនការរៀនសូត្រមិនដូចការយើងយកមកធ្វើផ្ទាល់ដៃឲ្យដឹងថាយើងធ្វើបានឬអត់ទេរៀនសូត្រគឺមួយប៉ុន្តែដល់ពេលយើងចូលធ្វើការទៅគឺវាផ្សេងអញ្ចឹងតើកញ្ញាមានមោទនភាពយ៉ាងម៉េចដែរចំពោះសញ្ញាបត្រដែលកញ្ញាទទួលបានពីសាលា West Point សហរដ្ឋអាមេរិកគឺជាមោទនភាពធំមួយពីព្រោះសាលា West Point ហ្នឹងมันងាយប្រឡងបានចូលទី1ប៉ុន្តែក៏មិនងាយប្រឡងបានចេញដែរគឺលំបាកទាំងការរៀនសូត្រលំបាកទាំងការវឹកហាត់ហើយសាលា West Point ហ្នឹងគឺគេទទួលស្គាល់ទូទាំងអាមេរិកជាសាលាលេខ1ឆ្នាំមុនគេបានរៀបរាប់ថាជាសាលាលេខ1បង្អស់ហើយជាសាលាលេខ1យុធាននៅលើពិភពលោកយើងហ្នឹងអញ្ចឹងសំខាន់គឺមោទនភាពយ៉ាងធំណាស់ដែលបានចប់ពីហ្នឹងហើយបានតស៊ូ4ឆ្នាំឲ្យចប់ដែរពីទីនោះចាអញ្ចឹងក្នុងនាមជាអាចថាជាគំរូមួយដល់បងប្អូននិស្សិតដែលជាចំនួនក្រោយអញ្ចឹងតើកញ្ញាមានពាក្យពេចន៍អ្វីសម្រាប់ផ្ដាំផ្ញើទៅពួកគាត់ដើម្បីឲ្យពួកគាត់ខិតខំឲ្យទទួលបានលទ្ធផលល្អដូចជាកញ្ញានៅពេលនេះចាសំខាន់គឺមិនមែនថាមនុស្សយើងប្រកែដល់ពូជទេគឺស៊ីសងនឹងការខំប្រឹងរបស់យើងបើថាយើងខំខ្លាំងទៅគឺយើងបានហិតទៅច្រើនបើថាយើងអត់ខំយើងខ្ជិលយើងបានតែប៉ុណ្្នឹងអញ្ចឹងចង់ធ្វើអីក៏ដោយសម្រាប់វិស័យយោធាឬក៏ធ្វើអីក៏ដោយធ្វើការធម្មតាទៅសាលាវិទ្យាល័យធម្មតាមិនក៏ដោយកុំគិតថាខ្លួនយើងធ្វើអត់បានឲ្យតែយើងគិតថាពិបាកឲ្យតែយើងគិតថាយើងធ្វើអត់បានយើងគួរគិតថាស៊ីសងលើចិត្តយើងឯងបើយើងតាំងចិត្តថាត្រូវតែធ្វើឲ្យបានទោះបីពិបាកមិនក៏ដោយគឺយើងនឹងធ្វើឲ្យបានមិនថាមនុស្សស្រីមិនថាមនុស្សប្រុសជាពិសេសមនុស្សស្រីយើងតែងតែគិតថាយើងទុនខ្សោយជាងគេយើងធ្វើអត់បានដូចគេដូចឯងកុំគិតអញ្ចឹងពីព្រោះច្បាស់ជាធ្វើបានខ្ញុំជាឧទាហរណ៍មួយឲ្យបងប្អូនបងស្រីឃើញទាំងអស់ថាយើងជាមនុស្សស្រីយើងធ្វើអីក៏បានដែរឲ្យតែយើងខំប្រឹងឲ្យតែយើងចាំងចិត្តច
ចាចឹងសូមអរគុណកញ្ញាចាដែលបានផ្ដល់ពេលវេលាដ៏មានតម្លៃចូលរួមធ្វើកិច្ចសម្ភារជាមួយកម្មវិធីយើងខ្ញុំលោកលោកស្រីប្រិមត្តទស្សនិកជនជាទីគោរពកិច្ចសម្ភាររវាងនាងខ្ញុំជាមួយនឹងកញ្ញាមាសសិទ្ធិកាដែលជានិស្សិតទើបតែបញ្ចប់សាលាបណ្ឌិតសភាយោធា West Point នៃសហរដ្ឋអាមេរិកនៅពេលនេះចាប់តែប៉ុណ្ណេះសម្រាប់ពេលនេះយើងខ្ញុំសូមអរគុណនិងសូមគោរពលា